ប្រាសាទព្រៃមន្ទីរអ្នកជំនាញជាច្រើនបានធ្វើការសន្និដ្ឋានថាប្រាសាទព្រៃមន្ទីរស្ថិតនៅក្នុងបរិវេណវាំងបុរាណនៃអតីតរាជធានីហរិហរល័យនគរហរិហរល័យអាចបរិវេណកំពែងប្រាសាទព្រៃមន្ទីរនេះប្រាសាទព្រៃមន្ទីរជាសំណង់ប្រាសាទឥដ្ឋមួយដែលមានអាយុកាលប្រមាណជាង 1000 ឆ្នាំស្ថិតនៅក្នុងតំបន់រលួសស្រុកប្រាសាទបាគងខេត្តសៀមរាបប្រាសាទនេះបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី9អំពីថ្មឥដ្ឋស្ថិតនៅក្នុងរចនាបថព្រះគោដើម្បីឧទ្ទិសដល់សាសនាហិណ្ឌូប្រាសាទព្រៃមន្ទីរមានតួប្រាង្គចំនួន3ដែលមានរាងជាសាជីបែរមុខទៅទិសខាងកើតចំណែកទិស3ផ្សេងទៀតជាទ្វារបញ្ឆោតនៅគ្រប់ទិសគ្រប់ទ្វារនៃប្រាសាទមានសសរពេជ្រផ្ដែនិងស៊ុមទ្វារធ្វើអំពីថ្មភក់ក៏ដោយសារតែប្រាសាទរងនឹងការខូចខាតខ្លាំងទើបសសរពេជ្រផ្ដែនិងស៊ុមទ្វាររបស់ប្រាសាទនេះធ្លាក់ចេញពីតួប្រាសាទអស់មួយចំនួនឯមួយចំនួនទៀតត្រូវបានការពារដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាប្រាសាទព្រៃមន្ទីរមានចម្ងាយប្រហែល12 គីឡូម៉ែត្រពីក្រុងសៀមរាបនៅក្នុងភូមិចំបក់ឃុំរលួសស្រុកប្រាសាទបាគងខេត្តសៀមរាបនិងមានចម្ងាយ1 គីឡូម៉ែត្រពីប្រាសាទបាគង